នេះប្រធានបទនៅក្នុងកម្មវិធីទិដ្ឋភាពធុរកិច្ចតាក់ទងទៅនឹងគំនិតសហគ្រិនរបស់ Donald Trump ហើយ Donald Trump បច្ចុប្បន្ននេះកំពុងតែកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកហើយមុននឹងឡើងកាន់តំណែងប្រធានាធិបតីលោក Donald Trump មានប្រវត្តិជាអ្នកជំនួញម្នាក់ជោគជ័យនៅក្នុងសហរដ្ឋអាមេរិកហើយក៏បានសរសេរសៀវភៅជាច្រើនក្បាលហើយគំនិត Donald Trump ផ្នែកសហគ្រិនយ៉ាងដូចម្តេចនោះគឺបណ្ឌិតគួយធាវីដែលជាសាស្ត្រាចារ្យសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រផងឥឡូវនេះគាត់បានសិក្សាស្រាវជ្រាវផ្នែកសហគ្រិនភាពអញ្ចឹងតើគំនិត Donald Trump យ៉ាងដូចម្តេចសូមជួបជាមួយបណ្ឌិតគួយធាវីដូចតទៅនេះបាទជំរាបសួរលោកបណ្ឌិតបាទលោកបណ្ឌិតធ្លាប់តែជាអ្នកប្រវត្តិសាស្ត្រជាអ្នកវិទ្យាសាស្ត្រនយោបាយប៉ុន្តែថ្ងៃនេះខ្ញុំឃើញថាលោកបណ្ឌិតបានសិក្សាស្រាវជ្រាវអំពីគំនិតសហគ្រិនរបស់ Donald Trump អញ្ចឹងតើគំនិតសហគ្រិន Donald Trump ដែលបានសរសេរសៀវភៅច្រើនក្បាលហ្នឹងលោកបណ្ឌិតចង់រំលឹកពីអ្វីនៅក្នុងថ្ងៃនេះបាទ Donald Trump សរសេរសៀវភៅច្រើនបាទប៉ុន្តែអញ្ចឹងគំនិតគាត់ច្រើនហើយវាធំធេងបាទប៉ុន្តែទីនេះខ្ញុំយកសៀវភៅមួយក្បាលរបស់គាត់បាទសៀវភៅនេះ The Art of the Deal សៀវភៅក្បាលទី1បាទដែលគាត់សរសេរក្បាលទី1បាទហើយសៀវភៅដែលគាត់សរសេរគាត់ធ្វើជាក់ស្ដែងបាទហើយគាត់ទ្រឹស្ដីឲ្យខ្លះផងបាទហើយគាត់ខ្ជាក់គំនិតគាត់និងអាការគាត់ធ្វើជាក់ស្ដែងចូលក្នុងសៀវភៅនេះបាទហើយសៀវភៅនេះបានជប់ក្បាលមហាសេដ្ឋីជាច្រើនដូចជា Robert Kiyosaki ដូចជា Mark Bernard ថៅកែ Hollywood ហើយគាត់សរសេរអរគុណ Donald Trump ដែលសរសេរសៀវភៅនេះបាទហើយចឹងខ្ញុំយកគំនិតប៉ុន្តែខ្ញុំអានដើមរបស់គាត់ស្ដាប់សម្ដីដើមរបស់គាត់តាមលំដាប់បាទអាចសង្ខេបខ្លីដោយសារពេលវេលាយើងខ្លីដែរលោកបាទនេះសើសង្ខេបតាមពិតគាត់សេមកក្បាលចំណុចទូចនេះសើសង្ខេបបាទបាទប៉ុន្តែខ្ញុំអានជាខ្មែរសិនបាទគាត់ថា style ពាណិជ្ជកម្ម style ធុរកិច្ចរបស់គាត់គាត់ថាគឺសាមញ្ញហើយតងបាទអត់ស្មុគស្មាញទេបាទហើយគាត់ថា I am very high ខ្ញុំតម្រង់ឲ្យខ្ពស់បាញ់ឲ្យខ្ពស់អត់តបាញ់ទេប៉ុន្តែក្នុងក្បាលគឺតម្រង់ឲ្យខ្ពស់មែនទេ very high បាទហើយបន្តមកគាត់ជឿថា just keep pushing and pushing and pushing ចេះតែបន្តរុញបាទហើយក៏ទៅដល់ដែរបាទហើយគាត់ថាភាគច្រើនទៅដល់ប៉ុន្តែគាត់មានភាគតិចតួចដែលទៅអត់ដល់ប៉ុន្តែវានៅក្រោមនឹងទីតួចបាទអាចចំណុចកន្លែងហ្នឹងខ្មែរយើងសាមញ្ញគេថាបើគិតឲ្យធំចាឥឡូវតាមស្ដាប់ Donald Trump ចង់និយាយណាខ្មែរថាគិតឲ្យធំបើសិនជាយើងធ្វើមិនបានធំបានពាក់កណ្ដាលធំហ្នឹងក៏វាអស្ចារ្យដែរបាទអញ្ចឹងសូមអញ្ជើញបន្តបាទហើយគាត់ថាលើសអ្វីផ្សេងទៀតគាត់គិតថាការធ្វើធុរកិច្ចហ្នឹងគឺជាសមត្ថភាពដែលកើតមកជាប់ជាមួយពីធម្មជាតិបាទហើយគាត់ថាវាស្ថិតនៅក្នុងសែនហើយគាត់ថាខ្ញុំនិយាយអញ្ចឹងមិនមែនអួតទេប៉ុន្តែវាអត់មានវាអត់មានជារឿង brilliant បញ្ញាភ្លឺចិញ្ចាចអីទេប៉ុន្តែវាពិតជាត្រូវការនៅបញ្ញាមួយចំនួនដែរបាទប៉ុន្តែភាគច្រើនគឺសភាវគតិបាទគាត់ថាអ្នកអាចយកក្មេងៗដែលរៀនពូកែផុតគេនៅសាលាវត្តនហើយដែលបានបន្ទុក A បន្ទុកដែលច្រឡំជាប់អត់ច្រឡំទេអា A អត់ច្រឡំគេបាទហើយដែលមាន IQ ចំនួនបាន IQ 170ប៉ុន្តែបើក្មេងហ្នឹងអត់មានសភាវគតិទេក្មេងហ្នឹងនឹងមិនទៅជាអ្នកសហគ្រិនដ៏ជោគជ័យទេបាទហើយគាត់ថាទៀតថាមនុស្សភាគច្រើនបំផុតពិតជាមានសភាវគតិប៉ុន្តែអត់ដឹងថាខ្លួនឯងមានទេ
កន្លែងហ្នឹងរៀងពិបាកយល់បន្តិចលោកបណ្ឌិតអាចបើកវងកញ្ចក់ទេសភាវគតិហ្នឹងអ្វីទៅសភាវគតិ ចាំខ្ញុំសម្រាយអស់នៃហើយខ្ញុំសម្រាយព្រោះអីភាសានេះជា philosophy ធំបាទជ្រៅបាទហើយក៏ថាពីព្រោះពួកគេអត់មានសេចក្តីក្លាហានឬអត់មានវាសនាល្អដើម្បីរកឃើញសក្តានុពលរបស់ខ្លួននៅទីខ្លះផុសចេញនៅមនុស្សខ្លះដែលមានទេពកោសល្យពីធម្មជាតិខាងលេងកូនគោលខ្លាំងជាង Jack Nicklaus ទៅទៀតខ្លាំងជាងឬក៏ស្ត្រីដែលពូកែខ្លាំងខាងបៃថេនីសខ្លាំងជាង Chris Evans ទៅទៀតឬក៏ខ្លាំងជាង Martina Navratilova ទៅទៀតប៉ុន្តែពួកគេមិនដែលចាប់កាន់ចូលអាសមាគមវ័យហ្នឹងឯងហើយពួកគេមិនដែលទាំងកាន់ដងវ័យធានីហ្នឹងម្ដងណាទេហើយនឹងដងវ័យគ្រូណាបាទហើយដូច្នេះពួកគេមិនដែលរកឃើញពីភាពដ៏អស្ចារ្យដែលមាននៅក្នុងខ្លួនរបស់ពួកគេទេផ្ទុយទៅវិញពួកគេបែរជាសប្បាយចិត្តនឹងអង្គុយមើលពួកតារាទាំងអស់ហ្នឹងសម្ដែងលើទូរទស្សន៍នៅពេលដែលខ្ញុំសម្លឹងត្រឡប់ទៅក្រោយវិញទៅរកធុរកិច្ចដែលខ្ញុំបានធ្វើហើយនឹងធុរកិច្ចដែលខ្ញុំបានបរាជ័យបាត់បង់ឬក៏ធុរកិច្ចដែលខ្ញុំបដ ாய் ឲ្យវារំលងចោលដែលអត់បានធ្វើវាខ្ញុំមើលឃើញមានធាតុផ្សំរួមមួយចំនួនប៉ុន្តែអត់ដូចពួកបណ្ឌិតអចលនទ្រព្យដែលមើលឃើញដែលអ្នកអង្គុយមើលនៅលើទូរទស្សន៍គ្រប់ទូរទស្សន៍នៅសម័យនោះទេខ្ញុំមិនអាចសន្យាប្រាប់អ្នកថាដោយធ្វើតាមសិក្ខាបទរបស់ខ្ញុំនឹងខ្ញុំនឹងផ្ដល់ទៅឲ្យអ្នកឲ្យคล้ายទៅជាសេដ្ឋីតែមួយយប់នោះទេជាអកុសលជីវិតវាកម្រនឹងដំណើរការដោយអញ្ចឹងណាហើយមនុស្សភាគច្រើនបំផុតដែលព្យាយាមចង់មានលឿនបែរជាដាច់យ៉ៃវិញចង់មានលឿនពេកតែជាដាច់យ៉ៃវិញណាចំពោះអ្នកដែលចំពោះអស់លោកអ្នកដែលពិតជាមានសែនហើយដែលមានសភាវគតិហើយដែលអាចនឹងជោគជ័យខ្ពង់ខ្ពស់នោះបាទសូមខ្ញុំសង្ឃឹមថាគួរកុំធ្វើតាមដំបូន្មានខ្ញុំអីបាទពីព្រោះថាធ្វើតាមដំបូន្មានខ្ញុំនឹងបង្កើតពិភពមួយដ៏ស្វិតស្វាញតានតឹងខ្លាំងណាស់សម្រាប់ខ្លួនខ្ញុំបាទអញ្ចឹងបើស្ដាប់ដូណាល់ត្រាំទៅសេទៅគាត់ថាបើស្ដាប់មើលទៅមនុស្សតែប្រកែក៏មិនអាចធានាថានឹងទទួលបានខ្លាយជាសហគ្រិនជោគជ័យបានទេអានេះស្ដាប់គាត់និយាយអ្នកដែលទទួលខ្លាយជាសហគ្រិនជោគជ័យគឺអ្នកដែលគិតធំហើយខំប្រឹងចាប់ពីតូចធ្វើពីតូចទៅរុញទៅឲ្យបានធំអានេះខ្ញុំស្ដាប់យល់ខ្លះប៉ុន្តែពេលរួចទៅចាំឲ្យលោកសម្រាប់ឲ្យលោកបណ្ឌិតយល់តាមក្រោយអានេះខ្ញុំគាត់ស្ដាប់យល់ឲ្យបើកន្លែងណាខុសលោកបណ្ឌិតជួយកែវិញផងត្រាំគឺគាត់ថាអ្នកមានដងគេថាដងមានសែនពីកំណើតមកគឺអ្នកនោះច្រើនជោគជ័យថាមានដងស្រាប់ប៉ុន្តែមិនមែនមានន័យថាមានដងហើយធ្វើតាមគាត់ជោគជ័យគ្រប់គ្នានោះទេគឺថាគឺមានពោះរឿងហ្នឹងវាមិនងាយស្រួលហើយបើនិយាយថាចង់មានកុំអាចមានមួយថ្ងៃពីរថ្ងៃខ្លាចជាអ្នកមានបានដែរត្រូវតែមានទស្សនវិជ្ជាក្នុងខ្លួនចិញ្ចឹមចិត្តជាប្រចាំហើយខំប្រឹងធ្វើជាប្រចាំបាទនេះជាអ្វីដែលខ្ញុំយល់ឃើញថាអញ្ចឹងហើយខ្ញុំសូមការញាតសម្រាប់មួយផ្លេតសិនហើយត្រឡប់ពីសម្រាប់លោកអ្នកនឹងជួបជាមួយនឹងបណ្ឌិតគួយទ្វីសាជាថ្មីពន្យល់បន្ថែមលម្អិតទៅលើអ្វីដែលលោកបណ្ឌិតបានអានពាក្យពេចន៍ដើមដែលទៅសេពីមួយពាក្យទៅមួយពាក្យពីមួយឃ្លាទៅមួយឃ្លាដោយ Donald Trump ដែលបច្ចុប្បន្នកំពុងតែកាន់ប៊ិចសញ្ញេក្នុងនាមជាតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកកម្មសិទ្ធិប្លង់រឹងដល់បាទខ្ញុំបាទជួនធូសូមអញ្ញត្តិបន្តជាមួយនឹងប្រធានបទ Donald Trump ដែលនិយាយអំពីធាតុផ្សំនៃធុរកិច្ចបាទលោកបណ្ឌិតសូមអញ្ជើញលោកបណ្ឌិតមានប្រសាសន៍សម្រាយតាក់ទងទៅនឹងធាតុផ្សំធុរកិច្ចរបស់ Donald Trump នៅក្នុង
អ្វីដែលវគ្គទី1លោកបណ្ឌិតបានអានហើយចង់ឲ្យលោកបណ្ឌិតបញ្យល់មើលត្រាំចង់មានន័យថាម៉េចបាទ បាទមុននឹងខ្ញុំសម្រាយឲ្យសួរស្ដាប់សិនចំណងជើងក៏ដាក់ត្រាំខាតសញ្ញាបៀរបស់ត្រាំខាតហ្នឹងគឺបៀរបស់ត្រាំដែលទៅវាយក្នុងល្បែងធុរកិច្ចហើយបានចំណងជើងបន្ទាប់ក៏ដាក់ the element of the deal នេះធាតុផ្សំរបស់ធុរកិច្ចមានន័យថាវាយបៀធុរកិច្ចឲ្យចេញខ្ជាក់លុយរាប់លានទៅរាប់កោកដល់វាមានធាតុផ្សំហ្នឹងបើអត់មានធាតុផ្សំហ្នឹងវាយអត់មានស្លឹកបៀហ្នឹងវាយអត់បានទេអញ្ចឹងណាហើយសម្រាយរបស់វាចំណុចទី1គាត់ថាគាត់ធ្វើធុរកិច្ចវាអត់ស្មុគស្មាញសាំញ៉ាំដោយទ្រឹស្ដីសេដ្ឋកិច្ចដែលគេរៀនទូទៅទេគឺគាត់ធ្វើគាត់តម្រង់គាត់ធ្វើយ៉ាងសាមញ្ញហើយត្រង់ធ្លូមិនត្រឹមត្រង់ឯធ្លូទៀត very straight ហើយសាមញ្ញទី1ហើយគាត់គ្រាន់តែរុញតម្រង់ឲ្យខ្ពស់ហើយជារុញទៅហើយទៅដល់ទីដៅប៉ុណ្ណឹងមួយចំណុចទី2គាត់ថារឿងធ្វើធុរកិច្ចនេះវាតាក់ទងសែនបាទពីកំណើតបាទវាអត់តាក់ទងរឿង very brilliant ចាំបាញ់នៅក្នុងខួរដ៏ត្រចះត្រចង់ណាស់វាអត់តាក់ទងអញ្ចឹងទេវាតាក់ទងសែនពីកំណើតប៉ុន្តែគាត់ទទួលថាវាត្រូវការបញ្ញាខ្លះដែរប្រើបញ្ញាមួយចំនួនដែរ certain intelligence បាទសែនពីកំណើតតពីឪពុកម្ដាយមកអាសែនឈាមរបស់ឪពុកម្ដាយហើយគាត់លើកឧទាហរណ៍ដើម្បីឲ្យងាយយល់គាត់យកក្មេងដែលរៀននៅ Wharton គឺជាសាលាដែលគាត់រៀនហើយជាសាលាល្បី Business School of Wharton ណាបាទរៀនសម្រាប់អ្នកពូកែរៀននៅ Wharton បាទកូនអ្នកមានទៀតហើយក្នុងចំណោមអ្នករៀនពូកែនៅ Wharton ហ្នឹងសិលិចយកមួយមកយកអាពូកែលើគេហើយបានបន្ទុក IQ 170 IQ គាត់កម្រិតខ្ពស់បញ្ញាគាត់ដែលធ្វើតេស្តទៅបានដល់170ថាលើសគេប៉ុន្តែគាត់ថាបើអត់សែននៅក្នុងខ្លួនទេណាអាប៉ាកែហ្នឹងក៏វាអត់ដែរគាត់ចង់ថាចឹងបាទហើយអត់ទៅជាសហគ្រិនជោគជ័យទេហើយមួយទៀតអញ្ចឹងគាត់ថាដល់ទៅជាសហគ្រិនជោគជ័យដល់មានសែនមានសភាវគតិបាទមានអាពីរហ្នឹងរុញចានទៅហើយគាត់ថាប៉ុណ្ណេះដល់គាត់មើលទៅមនុស្សដែលមានសែនហ្នឹងមានសភាវគតិហ្នឹងមានច្រើនភាគច្រើនបាទប៉ុន្តែពួកគេអត់ដឹងក្នុងខ្លួនគេថាគេមានអាហ្នឹងទេគេអត់ដឹងទេបាទពួកគេតាមពិតពូកែពីធម្មជាតិបាទធម្មជាតិដូចសេតឲ្យគេបកែហ្មងប៉ុន្តែបែរជាពួកគេអត់ដឹងខ្លួនឯងមានហើយអត់ចេញដើរតួទេបាទហើយបែរជាអង្គុយមើលពួកតារាទូគាត់លើកឧទាហរណ៍អ្នកវាយកូនគោលហ្សាក់នីក្លូសហ្នឹងវាយល្បីខ្លាំងហើយដោយសារ Donald Trump មានក្បាលវិនិយោគកិនមានក្បាលមើលធ្លុះហើយថែមគាត់ជាថៅកែគោលទៀតមានតែអចលនៈទ្រព្យថៅកែគោលទៀតអញ្ចឹងគាត់យល់ហើយគាត់ជួយចិត្តវាយគោលណាគោលល្បែងរីកបញ្ញាធំគោលបានអញ្ចឹងល្បែងមហាសេដ្ឋីបីប្រមុខរដ្ឋពួកអំណាច focus ហើយដល់គាត់មើលធ្លុះទៅគាត់ងាកទៅមនុស្សទូទៅមានគាត់ថាចេះវាយគោលខ្លាំងជាងសាក់នីក្លូសទៀតប៉ុន្តែអត់ដើរតួវាយមិនដែលទៅកាន់ដងគោលមួយផងហើយបើ tennis វិញដូចជាMartina Navratilova ហើយនឹង Chris Evert វាយ tennis បកែល្បីខ្ជាក់លុយរាប់លានប៉ុន្តែគាត់ថាមានមនុស្សជាច្រើនបកែជាង Chris Evert Martina ទៅទៀតប៉ុន្តែអត់ព្រមចេញដើរតួអង្គុយដកកមើលទូបាទមើលតារាទាំងនឹងសំដែងវិញពេញចិត្តនឹងជីវិតអញ្ចឹងប៉ុន្តែសក្តានុពលក្នុងខ្លួនមានសែនមានបាទសភាវគតិមានបាទមនុស្សនឹងច្រើនពេញដីបាទប៉ុន្តែនេះមិនចង់និយាយតែរឿងវាយគោលថាមុខសាក់នីក្លូមិនរឿងតែ Chris Evert
ហើយនឹងម៉ាទីណាវាយទេនីមុខឯង business ពេញដីបើកលីទៅគឺថាវិនិយោគទុនពេញផែនដី បាទ ប៉ុន្តែអត់ដើរតួ បាទ ហើយគាត់សិតបកែ បាទអាចធ្វើបានបើសិនគាត់ចេញដើរតួគាត់ធ្វើបានប៉ុន្តែគាត់អត់ហ៊ានបន្ថយ ហ្នឹងហើយ បាទ អញ្ចឹងគាត់ថាសក្តានុពលហ្នឹងសែនហ្នឹងសភាវគតិហ្នឹងមាននៅមនុស្សពេញដីដល់យើងខ្ញុំអត់ទាន់ធ្វើអត្ថាធិប្បាយគាត់ចង់និយាយសម្ដីដើមរបស់ត្រាំសិន បាទឥឡូវយើងខ្ញុំគិតថាដល់ពេលអត្ថាធិប្បាយព្រោះមានពេលតែប្រហែលជា10នាទីទៀតបាទ អូខេ បាទ ប៉ុន្តែបញ្ជាក់មួយ clear ទៀតសិនគាត់ថាគាត់ក្រោយពីគាត់ជោគជ័យក្នុង business គាត់ស្រឡឹងថយក្រោយវិញស្រឡឹងថយក្រោយគាត់បានគាត់មើលឃើញធាតុផ្សំដែលធ្វើឲ្យមនុស្សคล้ายទៅជាវិនិយោគិនដ៏ជោគជ័យទៅជាសេដ្ឋីនិយាយស្រួលស្ដាប់ បាទ សេដ្ឋីប្រាក់លានទៅប្រាក់កោដ បាទ គឺវាមានធាតុផ្សំមួយចំនួន បាទ ហើយធាតុផ្សំហ្នឹងទើបគាត់ដាក់ the element of the deal ចំណងជើងហ្នឹង បាទ ហើយទើបគាត់ត្រាំប្រើស្លឹកបៀហ្នឹងត្រាំខាតហើយចាំទៅថ្ងៃមុខទៅខ្ញុំចាប់ធាតុផ្សំមួយយកមកនិយាយអានេះគាត់ចំណុចលំនាំដើមទេ បាទលំនាំដើមទេ បាទ introduction ទេហើយគាត់ថាប៉ុណ្ណេះគាត់សន្យាចេះគាត់ថាបើធ្វើទៅតាមសិក្ខាបទរបស់គាត់និយាយវាជោគជ័យប៉ុន្តែគាត់អត់អាចសន្យាដោយពួកបណ្ឌិតនិយាយតាមទូឲ្យសម្ដៅនៅអាមេរិកកាលនោះ អាមេរិកបាទ គេសន្យាអូបើអានសភៅគេបើធ្វើតាមគេតែមួយយប់មានណាអូវណាគាត់ថាវាមិនអាចទៅអញ្ចឹងជីវិតវាកម្រដំណើរការទៅអញ្ចឹងវាមាន process បាទ អញ្ចឹង វាមានដំណើរការ បាទដំណើរការចាប់ផ្ដើមហើយដំណើរការបញ្ចប់ហើយខ្ជាក់លុយចេញហ្មងអញ្ចឹងវាមានត្រូវការមួយយប់ណា បាទ ត្រាំធ្វើជាច្រើនឆ្នាំសេដ្ឋីមួយសើធ្វើជាច្រើនឆ្នាំ បាទ អញ្ចឹងគាត់ឲ្យមួយទៀតគាត់ថាសម្រាប់មនុស្សដែលមានសភាវគតិហើយនឹងសែននៅក្នុងខ្លួនណាល្អខ្ពស់ដែលអាចខ្លាយទៅជាវិនិយោគទុនខ្ពស់ជាងគាត់ទៅទៀតឧទាហរណ៍ដូច Bill Gates អីជាដើម Mark Zuckerberg អី Henry Ford អីអ្នកបកកាយគាត់ថាគុំដើរតាមផ្លូវគាត់ល្អជាងព្រោះបង្កើតពិភពវិនិយោគដ៏ថោកដ៏តានតឹងណាព្រោះគាត់គេវាយគាត់កន្លែងតាំងរស់ស៊ី បាទ គុំនេះវាយគាត់ធ្វើបាបគាត់ចង់ងំ ត្រាំ ហ្នឹងឯងនៅពេលគាត់រស់ស៊ីអារឿងយុទ្ធធម៌ក៏ឆ្នៃឲ្យទៅយុទ្ធធម៌ធ្វើបាបគាត់ដែរ បាទ រឿងច្រើនណាឥឡូវខ្ញុំ នៅអាមេរិកមានអយុធធម៌ដែរអញ្ចឹង អូអយុធធម៌ពេញដី បាទ ខ្ញុំធ្លាប់អានដល់អង្គុយអានដល់សភៅស្មានស្រុកអាមេរិកជាស្រុកយុទ្ធធម៌ដល់ Donald Trump អាន Donald Trump ពីដើមដល់ចប់អយុធធម៌យ៉ាងម៉េចខ្លះពុកអាលួយយ៉ាងម៉េចខ្លះអូមិនបាច់និយាយទេ បាទ ឥឡូវយើងនិយាយនេះវិញ បាទបាទ ចំណុចទី1នៃវាជ្រៅពេកខ្ញុំពេលខ្លីខ្ញុំបាក់និយាយចំណុចទី1ក៏និយាយថា Donald Trump ថាបើយើងបាញ់ឲ្យខ្ពស់ខួរយើងឲ្យខ្ពស់តដាងគ្របឲ្យខ្ពស់ដល់យើងបាញ់ទៅវាមិនដល់អាចំណុចខ្ពស់ហ្នឹងក៏វាធ្លាក់នៅក្រោមឬនៅពាក់កណ្ដាលឧបមាយើងបាញ់សិទ្ធិរាប់កោតបើធ្លាក់មកមិនដល់រាប់កោតក៏នៅរាប់លានដែរ បាទ ឧទាហរណ៍ស្រួលស្ដាប់ទេ បាទ អាគំនិតហ្នឹងគាត់យកគំនិតរបស់ Niccolo Maxwell ឯងអ្នកប្រាជ្ញរ៉ូម៉ាំងអានោះនិយាយរឿងធ្វើធំ បាទនិយាយពីប្រាជ្ញរ៉ូម៉ាំងនិយាយពីរឿងទ្រឹស្ដីនយោបាយ បាទនេះនិយាយរឿងលុយ និយាយរឿងទ្រឹស្ដីលុយកាក់ បាទហើយចំណុចមួយទៀតអញ្ចឹងសម្រាប់មនុស្សទូទៅគាត់អត់បាញ់ធំទេអត់មើលឃើញបាញ់ធំអញ្ចឹងខួរអត់មើលឃើញធំទេមើលឃើញថាកប៉ិចបុក small head small ក្បាលមើលឃើញ small idea គំនិតទុយលុយច្បាច់ដល់គំនិតស្ទើរគេមើលសង្គមទាំងមូលមើលពិភពលោកទាំងមូលឃើញលុយទាំងតោនហ្មងហើយបានគេគាត់អេមហើយតម្រង់ខ្ពស់អញ្ចឹងហើយគាត់ជារុញ បាទ រុញខ្ជាក់លុយមកហ្មង បាទ ហើយគាត់ថាសាមញ្ញដែរ បាទ very simple and very straight forward អញ្ចឹងមួយ បាទ ហើយមួយទៀតគាត់ថាវាអត់ត្រូវការបញ្ញាត្រចះត្រចង់ស្អីចិញ្ចាចចិញ្ចែងពេញខួរអីទេវាអត់ត្រូវការអញ្ចឹងតែវាត្រូវការបញ្ញាខ្លះដែរ បាទ តែរឿងដែលវាត្រូវការសភាវគតិហើយនឹងសែន បាទ Donald Trump មានសែនប៉ាគាត់គឺជា Fred Trump
ហើយគឺជាមហាសេដ្ឋីអចលនទ្រព្យខ្សែហ្នឹង ឮថាលោកត្រាំនឹងប្រភពចេញមកពីអាឡម៉ង់ទេណាជាដូចជាតាគាត់ បាទ ត្រូវទេបាទបាទបាទ បាទហើយប៉ុន្តែសែនឪគាត់ហ្នឹងបន្តមកឲ្យគាត់ បាទ ហើយសភាវគតិគឺសមត្ថភាពដែលដុសចេញពីធម្មជាតិអាមួយសែនដែលគ្រប់គ្រងអកកិរិយាយើងដោយសែនឆ្កែចេញមកវាឆ្កែបក់កតុយអីចឹងទៅសែនជ្រូកអ៊ូអ៊ូអីចឹងទៅសែនមនុស្សផ្សេងសែនអ្នកធុរកិច្ចផ្សេងចឹងទៅសែនអ្នកធ្វើការឲ្យគេចេញមកវិញអង្គុយដកកមើលចុចលេង Facebook អីចឹងទៅឬក៏ធ្វើរឿងដើរលេងរឿងស្អីស្អីអត់បានកាយសែនធុរកិច្ចគឺខួរក្បាល focus បដោតតែសេដ្ឋកិច្ចវិនិយោគមើលដុំលុយដ៏ធំហើយប្រកាច់ប្រកាន់ទៅនៅអត់ជាប់ទេហើយប្រឹងពង្រីកសមត្ថភាពប្រកាច់ទៅហើយពេលដែលប្រកាច់ហ្នឹងគឺកំពុងធ្វើដំណើរទៅពួកស្រែហ្នឹងគឺកំហល់កាហាយក្នុងខ្លួនណានៅអត់បានទេភ្លើងមើលពីក្រៅអត់ដឹងថាភ្លើងកំពុងឆេះតាមពិតសន្ធោសន្ធៅពិបាកក្នុងខ្លួនណាពួកមនុស្សហ្នឹងស្រែហ្នឹងពួកហ្នឹងទៅមុខទៀតត្រាំកាន់នៅលំអិតទៀតថាពួកហ្នឹងគិតចង់ឈួតប៉ុន្តែមិនមែនអាឈួតតាមផ្លូវទេណាបាទដេកគិតដើរគិតដេកយល់សពទៀតពួកហ្នឹងបាទអាស្រ័យហ្នឹងជួពួក IQ ដែលបានពន្ទុបកែនៅវត្តតនគេវាស់បញ្ញា IQ ទៅបាន170នោះគាត់ថាពួកហ្នឹងសូត្រតែតាមគេច្រឡងតែតាមសភៅអីចឹងទៅមកដល់ផ្ទះដេកលេងអីចឹងទៅលេងបាល់លេងអីចឹងទៅដើរលេងនិយាយរឿងផឹកស៊ីនិយាយរឿងមើលកន់នឹងនេះនិយាយរឿងស្រីស្អាតនិយាយរឿងបោះស្អាតនិយាយរឿងអីចឹងណាបាទអញ្ចឹងឲ្យនិយាយរឿងស្មោលបាទពួកហ្នឹងប៉ុន្តែរៀនបកែបាទពួកហ្នឹងអត់មានអាស្រ័យជំនួយហ្នឹងទេតែដល់ពួកអ្នកធុរកិច្ចសហគ្រិនជោគជ័យសេដ្ឋីប្រាក់លានប្រាក់កោតគាត់ដល់គាត់ខ្លាយទៅអ្នកមានហើយគាត់ជួបពួកហ្នឹងសិតដូចគ្នាជីវិតដូចគ្នាគឺបកាច់ប្រកិនវេទនាចង់ងាប់រស់នៅឯកោជីវិតអលង្តិចដូចតកអនាថាម្នាក់ឯងក៏ទៅដែរអញ្ចឹងអាស្រ័យហ្នឹងវារុញច្រានយើងទៅរកពិភពហិរញ្ញវត្ថុពិភពលុយហើយរមៀលពិភពលុយហ្នឹងឲ្យខ្ជាក់ដុំលុយមកហ្មងដល់មានអាស្រ័យហ្នឹងហើយជួបបើអត់អាស្រ័យហ្នឹងហូបដេកព្រឹកចេញពីផ្ទះទៅធ្វើការមកដល់ផ្ទះដេកទៅដល់ផ្ទះព្រលឹមឡើងទៅធ្វើការយប់ឡើងដេកព្រលឹមឡើងអញ្ចឹងទៀតហើយមានមករួចដល់ពេលខំប្រឹងវះពិភពលុយទាំងមូលពិភពលោកគឺជាពិភពលុយដូចខ្ញុំថាភ្នំពេញគឺជាដុំលុយដ៏ធំកម្ពុជាដុំលុយដ៏ធំពិភពលោកដុំលុយដ៏ធំអញ្ចឹងពិភពលោកបើគំនោលុយយកមកដុំមកប្រទេសបោះយកមកគោរួមគ្នាទៅជាភ្នំលុយដ៏ធំទេសភាពហ្នឹងសិល្បៈហ្នឹងគេមានឃើញនៅក្នុងក្បាលគេទាំងគំនូលុយហ្នឹងហើយបានគេវះចេញហើយគេរកវិធីទៅយកលុយហ្នឹងអាហ្នឹងពួកដែលមានស្រែអញ្ចឹងសភាវគតិអញ្ចឹងសវិវត្តទៅរកអញ្ចឹងហើយមួយទៀតគាត់និយាយអាហ្នឹងណាមនុស្សច្រើនណាសិតតែអាចធ្វើបានគាត់មើលឃើញមានជំនាញហ្នឹងហើយមានជំនាញវាយក្រូលវាយទាត់បាល់វាយធីនីសអីចឹងទេជំនាញវិនិយោគផ្សេងតាំងពីធ្វើឡានបានអញ្ចឹងត្រាំក៏ដើរតួរឿង Hollywood មួយល្បីThe Apprentice កូនជាងបាទខ្លះជាងកាត់ដេរអាវមួយ$1ចុះកាត់មកកោតអាវមើលប្រវត្តិសេដ្ឋីខ្លះជាងកាត់ដេរកម្មករកាត់ដេរហើយកម្មករកាត់ដេរគាត់រៀនចេះកាត់ល្អលក់ពេញមកប្រទេសទៅសង់រោងចក្រនៅអាសង់ទីនអាមេរិកខាងត្បូងសង់រោងចក្រនៅចិននៅអឺរ៉ុបនៅជប៉ុនលុយបាក់ទាំងកោតឃើញហើយប្រវត្តិកូនជាងកាត់ដេរបាទThe Apprentice ហ្នឹងគឺមិនតែកូនជាងកាត់ដេរជាងឡានជាងស្អីក៏ដោយជាងទឹកត្រីជាងប៊ីចេងជាងស្អីក៏ដោយអញ្ចឹងចង់និយាយធ្វើអា small business យើងអត់ចេះយើងធ្វើអាហ្នឹងហើយអញ្ចឹងបានគាត់ដើរតួចំណងជើង apprentice បាទល្បីរឿងហ្នឹង
ប៉ុនស្ដាប់អត់ស៊ីស៊ី បាទខ្ញុំមាន DVD នឹងដែរខ្ញុំទិញនៅលក់នៅផ្សារទូរទស្សន៍ ចឹង បាទ ខ្ញុំអត់ដែរមើលប៉ុនខ្ញុំអានអានេះឯងបាទខ្ញុំ បានឃើញគាត់សម្ដែងបាទហើយនៅផ្ទះខ្ញុំមាន អូ បាទអញ្ចឹងដោយសារអស់មកលោកបណ្ឌិតមានអ្វីថែមចុងក្រោយទេបាទ ថែមមួយម៉ាត់ពីរថែមក្នុងហ្នឹង បាទ គាត់ថាមនុស្សពេញដីសិតតែមានសក្តានុពលនឹងក្នុងខ្លួនដល់ពេលខ្ញុំយល់ពីត្រាំខ្ញុំលួចសន្លឹងដើរទៅសន្លឹងមនុស្សសន្លឹងមនុស្សខ្ញុំឃើញមានប៉ុន្តែគេអត់ដឹងខ្លួនទេ បាទ ហើយគេអត់ខ្ជិះអាសក្តានុពលនឹងចេញពីក្នុងខ្លួនទេពួកគេបែរជាធ្វើរឿងអត់ប្រយោជន៍ពេញដីហើយនិយាយតែភាសាអត់ប្រយោជន៍ បាទ អញ្ចឹងបើសិនជាពួកគេមានប្រយោជន៍ដឹងណាពួកគេកោះអានឹងឡើងដូចយៈមនុស្សមួយនៅក្នុងខ្លួននេះជាខ្លួនមួយនៅក្នុងខ្លួនមានមនុស្សម្នាក់ទៀតគឺយៈមនុស្សជាប្រលឹងបើអានឹងរីកធំហើយមួយទៀតគាត់ប្រាប់ថាមានមនុស្សជាច្រើននិយាយទូសេសុភៅខ្ញុំក៏ឃើញដែរសុភៅច្រើនធានាថាមួយយប់ខ្លាយទៅជាសេដ្ឋីអត់ទៅរួចទេគាត់ថាជីវិតវាកម្រអញ្ចឹងដល់វាត្រូវឆ្នោតចាក់ឆ្នោតត្រូវបានហើយពួកហ្នឹងក៏អត់ទៅសេដ្ឋីឯន្ទីមកវិញទេ បាទ ព្រោះបន្តិចចាយអស់ បាទ គួរក្បាលអត់មើលឃើញលុយអត់បញ្ជាលុយទៅផលិតលុយដទៃទៀតហងចូលបានតែលុយហ្នឹងបន្តិចអស់ទៅវិញ បាទ អញ្ចឹងត្រាំគាត់ថាវាកម្រតែវាមានដូចពួកទៅបាល់ទូកុនអីចឹងណា បាទ ហើយមួយទៀតគាត់ថាប៉ុន្តែអ្នកដែលមានសភាវៈកតិល្អហើយខ្លាំងហើយទៅជាសហគ្រិនជោគជ័យគួរកុំដើរតាមផ្លូវគាត់អីសិក្ខាបទដែលគាត់ប្រាប់គួរកុំធ្វើពីព្រោះចេះខ្ញុំមើលពីដើមដល់ចប់ទៅឃើញតារាំប្រយុទ្ធជាមួយនឹងពិភពអចលនទ្រព្យហើយពិភពនឹងសាហាវខុសខើមុតដូចតែឆ្លាមអញ្ចឹង បាទ អញ្ចឹងគេរំស៊ីគាត់ បាទ តែគាត់វាយវិញ fight back បាទ អត់ចុះចាញ់ បាទ ក្នុងច្បាប់ជួនកាលដូចច្បាប់ពន្ធគេថាអត់យកពន្ធពីម្ចាស់អចលនទ្រព្យកាត់បន្ថយពន្ធទាំងអស់ដើម្បីទុកឲ្យវិនិយោគអចលនទ្រព្យដុំគេគ្រប់នេះអត់យកលេងមកយកគាត់ បាទ ហើយមកយកគាត់ប្តឹងចាញ់គេស្ទើរគ្រប់តុលាការ បាទ គាត់ក្តៅគាត់ថាអស់គូតខោក៏ដោយបោះគូតខោខំឲ្យខ្ទេចខំឈ្នះដល់តុកចុងក្រោយឈ្នះប៉ុន្តែលុយ បាទចាយលុយ ចាយ អាមេរិកពុកលុយជាងដែរអញ្ចឹង អូមិនបាច់ដល់ពេលអស់ដល់គាត់ឈ្នះចុងក្រោយដល់អ្នកណាខំគាត់តាមខំដល់ខ្ទេចដល់លាយខ្លួន បាទ ចុងទីបំផុតពិភពទាំងមូលញាក់ញ័រចំពោះគាត់អត់ហ៊ានគាត់ បាទ អញ្ចឹងគាត់ឈរយ៉ាងសង្ហានៅក្នុងពិភពដ៏ឃុកឃៅដល់យើងស្លូតគេរំធ្វើបាប អរគុណលោកបណ្ឌិតដែលបានបកស្រាយអំពីធាតុផ្សំនៅក្នុងធុរកិច្ចនៅក្នុងកម្មវិធីទិដ្ឋភាពធុរកិច្ចរបស់យើងថ្ងៃនេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៃគំនិតធុរកិច្ចរបស់ Donald Trump តែប៉ុណ្ណោះហើយនឹងលើកក្រោយនឹងមានកម្មវិធីផ្សាយលម្អិត